កាពីយុគមិញខ្ញុំបានភ្ញាក់ឡើងដោយសារតែសូរសំឡេងគោះទ្វារបន្ទប់គេងវាគោះចំនួន3ដងស្មើគ្នាខ្ញុំបានកលែងមើលទៅកាន់នាឡិកាម៉ោង3ទៀបភ្លឺទៅពីចប់អូនស្រីរបស់ខ្ញុំដែលស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកហើយឪពុកម្ដាយរបស់ខ្ញុំទៅរស់នៅក្នុងផ្ទះសំណាក់នៅឯស្រុកខ្ញុំនៅតែម្នាក់ឯងតែប៉ុណ្ណោះខ្ញុំក៏ក្រោកពីបន្ទប់គេងមកបើកទ្វារគ្មាននរណាម្នាក់នៅទីនោះទេតែនៅលើកម្រាលឥដ្ឋមានក្រដាសតូចមួយនៅទីនោះខ្ញុំបានរើសវាឡើងវាបានទៅសេះថាសូមកុំបើកទ្វារបន្ទប់តាក់នៅពេលយប់សម្បត្តិនោះទៅសេះដោយអក្សរក្រហមហើយសើមសក់តាក់ហូរជប់ជាំខ្ញុំសើចដាក់ខ្លួនឯងនេះប្រហែលជាប្អូនស្រីរបស់ខ្ញុំកំពុងតែលេងសើចហើយនៅពេលដែលខ្ញុំបានដើរកាត់បន្ទប់តាក់ខ្ញុំបានឮសូរសំឡេងតាក់ហូរខ្ញុំចាំបានថាខ្ញុំបានបិទម៉ាស៊ីនតាក់អស់ហើយមុនពេលដែលខ្ញុំបានចូលគេងខ្ញុំបានឈរនៅមុខបន្ទប់តាក់ទ្វារក៏បានបើកឡើងបន្តិចម្ដងតាមទន្ទតូចនោះខ្ញុំបានឃើញស្រមោលស្ត្រីម្នាក់កំពុងតែអង្គុយនៅក្នុងអាងតាក់ស្រមោលនោះបានបែរមុខមើលមុខរបស់វាស្លេកស្លាំងដូចជាក្រដាសភ្នែកមានគ្រាប់ហើយមានតែភាពងងឹតនៅជុំវិញទីនោះវាបានញញឹមដាក់ខ្ញុំរួចបានលូនចេញមកពីក្នុងអាងជើងវាទាំង4ដូចជាសត្វខ្ញុំបានរត់ទៅកាន់បន្ទប់គេងហើយចាក់សោទ្វារបន្ទប់ខ្ញុំបានលើវាពីលើពីដាននៅលើក្បាលរបស់ខ្ញុំសំឡេងខ្ញាំស្កូតនៅលើអញ្ចាំងសង្កសីវាបានស្លាប់ប្រាប់ថាខ្ញុំតាមខ្យល់ថាមើលនៅក្រោមក្រែខ្លះក៏ប៉ុន្តែខ្ញុំមិនហ៊ានមើលនោះទេតែដៃរបស់វាបានរាទៅកាន់វាំងននក្រែដោយខ្លួនឯងនៅក្រោមក្រែមានកញ្ចក់មួយហើយនៅក្នុងកញ្ចក់នោះខ្ញុំបានឃើញខ្លួនឯងកំពុងតែដេកលក់តែខ្ញុំមិនដឹងថាខ្ញុំកំពុងតែភ្ញាក់នៅពេលនោះដែកដ៏ត្រជាក់មួយបានប៉ះមកលើស្មារបស់ខ្ញុំពីក្រោយខ្ញុំបានបែរមុខទៅកាន់ក្មេងស្រីដែលស្លៀករ៉ូបសើមហើយឈរញញឹមនោះហើយវាបាននិយាយថាអរគុណដែលបានបើកទ្វារឥឡូវនេះអ្នកនឹងត្រូវតែមកលេងជាមួយខ្ញុំនៅក្នុងបន្ទប់តាក់នេះជារៀងរហូតខ្ញុំបានភ្ញាក់ឡើងនៅពេលព្រឹកខ្ញុំបានដេកនៅលើឥដ្ឋនៅបន្ទប់តាក់សម្លៀករបស់ពាក់របស់ខ្ញុំសាមទៅតែទាំងអស់ហើយនាឡិកានៅលើជញ្ជាំងវាក៏បានបង្ហាញនៅម៉ោង3ដូចជប់ម្សិលមិញដែរតែនាឡិកាវាមិនដំណើរការទៀតនោះទេព្រោះថ្មរបស់វាបានអស់តាំងពី3ឆ្នាំមុនមកម្ល៉េះហើយខ្ញុំក៏បានឮសូរសំឡេងគោះទ្វារដដែលម្ដងហើយម្ដងទៀតចំនួន3ដងស្មើគ្នាតែលើកនេះសំឡេងគោះទ្វារនោះវាមិនមែនចេញមកពីបន្ទប់តាក់នោះទេគឺវាចេញមកពីក្នុងទូដាក់ខោអាវរបស់ខ្ញុំហើយខ្ញុំបានឈរនៅស្ងៀមសំឡងមើលទៅកាន់ទូខោអាវនោះវាដូចជាទូឈើចាស់របស់យាយខ្ញុំតែគាត់បានទុកអស់រយៈពេលជាច្រើនឆ្នាំនៅពេលនោះដែរក៏ស្រាប់តែមានដៃមួយលុកចេញមកពីទូបន្តិចម្ដងរួចក៏បានបើកទ្វារមកយ៉ាងយឺតខ្ញុំចង់រត់ចេញតែជើងរបស់ខ្ញុំបានជាប់ទៅនឹងនោះខ្ញុំបានស្រែកតែសម្លេងរបស់ខ្ញុំមិនមាននរណាឮតតែសោះនៅខាងក្នុងទូនោះងឹតស្រមៅតែបន្តិចម្ដងផ្នែករបស់ខ្ញុំក៏ចាប់ផ្ដើមឃើញរូបរាងរបស់មនុស្សម្នាក់កំពុងតែអង្គុយបត់ជើងនៅទីនោះវាបានស្លៀករ៉ូបពណ៌សដូចជាក្មេងស្រីនោះដែរតែមុខរបស់វាចាស់ទុំមានស្នាមជ្រួញពោពេញវាបានលើកដៃមកកាន់ខ្ញុំរាមដៃរបស់វាវែងស្ដើងបែបឆ្អឹងកុំអីវាបានស្ទប់យើងទាំងអស់គ្នា
ធ្លាប់បានដេកនៅក្នុងទូកៅអៅនេះនៅរំពេចនោះខ្ញុំបានឮសូរសំឡេងសើចជាច្រើនដងនៅពីក្រៅខ្នងរបស់ខ្ញុំបានបែរមុខទៅឃើញមនុស្សរាប់រយនាក់កំពុងតែឈរពីពេញបន្ទប់ពួកគេបានស្លៀករ៉ូបសដូចគ្នាមុខស្លេកស្លាំងនៃពណ៌ក្រហមខ្លះនៅជាក្មេងខ្លះចាស់ខ្លះមិនទាន់ដឹងថាជាប្រុសឬក៏ជាស្រីខ្ញុំបានដួលសន្លប់នៅទីនោះនៅពេលដែលខ្ញុំបានភ្ញាក់ឡើងខ្ញុំបានឃើញខ្លួនឯងកំពុងតែដេកនៅក្នុងទូរាងកាយរបស់ខ្ញុំរឹងមិនអាចសម្រាកបានតតែសោះខ្ញុំនៅដឹងខ្លួនថានៅតាមបន្ទោនោះខ្ញុំបានឃើញមនុស្សម្នាក់ដែលកំពុងតែឈរក្នុងបន្ទប់ហើយញញឹមដាក់កញ្ចក់ហើយបាននិយាយទៀតថាទីបំផុតក៏បានកូនជំនួសហើយឥឡូវនេះខ្ញុំកំពុងតែសរសេររឿងនេះនៅតាមទូរស័ព្ទហើយខ្ញុំបានយកមកចេញពីក្នុងទូហើយខ្ញុំបានឃើញថាដែលជាប់ខ្ញុំនៅក្នុងទូនេះមានគ្រោងឆ្អឹងចំនួន10គ្រោងបើសិនបានអ្នកកំពុងតែអានរឿងនេះសូមកុំបើកទូក៏អាននៅពេលយប់សោះហើយបើអ្នកឮសំឡេងគោះវាពីខាងក្នុងចូលអ្នកធ្វើពុតជាមិនដឹងមិនឮព្រោះខ្មោចយ៉ាងនេះពួកគេមិនដែលឈប់រកនៅជនរងគ្រោះថ្មីឡើយឥឡូវខ្ញុំបានឮសូរសំឡេងគោះទ្វារបន្ទប់របស់អ្នកគោះទ្វារចំនួន3ដងស្មើគ្នាខ្ញុំដឹងថាពេលវេលារបស់ខ្ញុំជិតអស់ហើយដៃរបស់ខ្ញុំក៏ចាប់ផ្ដើមស្ពឹកលែងមានអារម្មណ៍ថាកាន់ទូរស័ព្ទតែខ្ញុំនៅតែឮសំឡេងពីខាងក្រៅវាគឺជាសំឡេងរបស់មនុស្សស្រីកំពុងតែច្រៀងយ៉ាងពិរោះខ្ញុំបានស្ដាប់សំឡេងនោះវាគឺជាសំឡេងរបស់អ្នកម្ដាយរបស់ខ្ញុំតែម៉ាក់របស់ខ្ញុំគាត់នៅឯស្រុកកូនអើយម៉ែមកដល់ហើយមកបើកទ្វារឲ្យម៉ែសំឡេងនោះនិយាយទាំងញញឹមខ្ញុំមើលតាមរន្ធទូហើយខ្មោចដែលបានយករូបរាងកាយរបស់ខ្ញុំទៅនោះវាក៏បានទៅបើកទ្វារនៅផ្ទះវាបានអោបម្ដាយរបស់ខ្ញុំម្ដាយរបស់ខ្ញុំមិនដឹងទេថានោះមិនមែនជាខ្ញុំបានស្រែកឡើងម៉ែខ្ញុំនៅក្នុងទូតែគ្មាននរណាម្នាក់បានឮសំឡេងខ្ញុំនោះទេបន្ទាប់មកខ្មោចចាស់នោះដែលស្ថិតនៅក្បែរខ្ញុំក៏បាននិយាយឡើងវាមានសំឡេងស្រទន់ដូចជាខ្យល់ខំប្រឹងឡើងអ្នកនឹងខ្លាចទៅជាពួកយើងនៅក្នុងពេលឆាប់នេះចាំមើលសាច់របស់អ្នកនឹងរលួយចេញពីឆ្អឹងផ្នែករបស់អ្នកនឹងខ្លាចជារណ្ដៅដ៏ងឹតពីរហើយអ្នកនឹងអង្គុយនៅក្នុងទីនេះរងចាំមនុស្សក្រោយមកបើកទ្វារទូនេះនៅរំពេចនោះទ្វារទូក៏បានបើកយ៉ាងមួយទំហឹងវាគឺជាម្ដាយរបស់ក្មេងស្រីខ្មោចនោះម្ដាយពិតប្រាកដនាងបានកាន់ទៀននិងកាំបិតផ្លែឈើមួយនាងស្លៀកសំឡុតហូកំពុងតែពាក់ឯកសណ្ឋានបែបជាភាសាចាស់នៅទីនោះនាងបានស្រែកហើយបានចង្អុលមកកាន់ខ្ញុំនៅរំពេចនោះមានលឿនស្រមោលមួយបានបញ្ចាំងពីពេញបន្ទប់ខ្មោចទាំងអស់គាត់ប៉ុន្មានក៏បានចាប់ផ្ដើមស្រែកឡើងរួចរំពេចនោះពួកគេក៏បាត់ទៅវិញដៃរបស់ខ្ញុំក៏ចាប់ផ្ដើមមានអារម្មណ៍វិញរាងកាយរបស់ខ្ញុំរឹងរួយតែវាអាចកម្រើកបានបន្តិចហើយកូនម្ដាយខ្ញុំពិតប្រាកដក៏បានរត់មកកាន់ខ្ញុំនាងបានអែតខ្ញុំយ៉ាងណែនម៉ែដឹងថាមានអ្វីខុសប្រក្រតីតាំងពីមកដល់ទីនេះទៀមកូនខ្លាញ់នោះបានញញឹមតែវាមិនដូចជាកូននោះទេខ្ញុំបានងាកមើលទៅកាន់ទូវិញឆ្អឹងទាំងប៉ុន្មាននោះក៏បានរលាយបាត់អស់នៅសល់តែក្រាស់តូចមួយដែលបានសរសេរថាលើក្រោយចាំយើងមកលេងអ្នកម្ដងទៀត